តោះបងប្អូនចង់ចេះកាត់តាមនឹងអត់ស្រួលធ្វើអក្សរនៅពីមុខពីក្រោយយ៉ាងបន្តមកបងប្អូនចូលក្នុងកម្មវិធី CapCut មកដើម្បីបងប្អូនជ្រើសរើសវីដេអូដែលបងប្អូនបានថតរួចមកហើយវីដេអូយើងមាន2វីដេអូបងប្អូនបន្ទាប់មកបងប្អូនចូលទៅស្រេវីដេអូយើងយកចំណុចណាដែលបងប្អូនត្រូវការកាត់ដើម្បីយើងស្រេវាងាយស្រួលនឹងយើងកាត់វាចេញchoបងប្អូនស្រេកាត់ឲ្យត្រប់ប្លង់បងប្អូននេះបងប្អូនអាចកាត់ត្រឹមយើងអនប៉ុណ្ណាដែលយើងត្រូវការកាត់ដូចបងប្អូនថតរបៀបម៉េចអនត្រឹមណាបងប្អូនកាត់យកតាមត្រឹមហ្នឹងទៅដូចខ្ញុំកាត់យកត្រឹមហ្នឹងបន្ទាប់មកបងប្អូនចូលទៅ copy ផាសបងប្អូនកន្លែងខ្ញុំដាក់សញ្ញាវងខំបងប្អូនចុចទៅតាមហ្នឹងទៅនឹងបងប្អូន copy ផាសវានឹងចាញ់វីដេអូមួយទៀតបន្ទាប់មកបងប្អូនចុច overlay កន្លែងខ្ញុំដាក់សញ្ញាក្រហមខំដូចគ្នានឹងដែរបន្ទាប់មកវីដេអូយើងធ្លាក់មកក្រោមមួយអញ្ចឹងបងប្អូនអូសឲ្យស្មើជាមួយវីដេអូខាងលើហើយបន្តមកទៀតគឺបងប្អូនទៅរកមុខងារមួយទៀតមកបងគឺមុខងារមួយហ្នឹងគេដាក់ឲ្យយើងកាត់មីក្រូនចាញ់ហ្នឹងបងប្អូនចាំមើលខ្ញុំដាក់កន្លែងសញ្ញាក្រហមហ្នឹងបងប្អូនចុចទៅតាមខ្ញុំដាក់សញ្ញាហ្នឹងទៅគឺអត់ខុសហើយបងប្អូននៅពេលដែលយើងកាត់មីក្រូនរួចហើយបងប្អូនគឺបងប្អូនចូលទៅរកពាក្យដែលយើងអាចវាយជាអក្សរចឹងបងប្អូនអាហ្នឹងគឺយើងកាត់មីក្រូនរួចហើយនឹងបងប្អូនអាចចូលមកវាយពាក្យអក្សរស្រេចបងប្អូនចូលចិត្តបងប្អូនឆ្លាញ់ម៉ូដមិនអក្សរឆ្លាញ់ចង់សរសេរមិនស្រេចបងប្អូនសរសេរទៅតាមហ្នឹងទៅដូចខ្ញុំដាក់ Cambodia អញ្ចឹងហើយតាមខ្ញុំប្រាប់បងប្អូនងាយឆាប់បានណាបងប្អូនហើយបន្តមកទៀតគឺបងប្អូនស្រេកអក្សរដែលយើងវាយហ្នឹងឲ្យស្មើត្រង់ចំណុចណាដែលយើងត្រូវបន្ទាត់ដៃរួចឲ្យវាបាត់អក្សរបងប្អូនស្រេមើលតម្រង់ណាឲ្យសមនឹងបងប្អូនត្រូវកាត់ចឹងបងប្អូននៅពេលដែលបងប្អូនស្រេកអក្សរពេញចិត្តនៅអ្វីដែលបងប្អូនឆ្លាញ់ថាយកត្រង់ណាហើយបងប្អូនចូលទៅរើសមុខងារមួយទៀតមកនៅកន្លែងត្រង់ហ្នឹងដើម្បីយើងទៅទាញអក្សរឲ្យមកខាងក្រោយវីដេអូចឹងអូខេនៅពេលដែលយើងទាញចឹងហើយគឺអក្សររត់ទៅនៅខាងក្រោយខ្នងយើងហើយគឺងាយស្រួលទៅបងប្អូនធ្វើទៅតាមដែលខ្ញុំប្រាប់ដាក់តាមសញ្ញាមុខងារដែលខ្ញុំដាក់សញ្ញាក្រហមហ្នឹងទៅបងប្អូនចុចទៅតាមហ្នឹងស្រេតាមហ្នឹងគឺរួចរាល់គឺជាការស្រេចប៉ុណ្ណឹងគឺយើងបានវីដេអូមួយហើយបងប្អូនហើយដល់មុខងារយើងត្រូវរើសត្រង់កន្លែង style អក្សរបងប្អូនកន្លែងដាក់អក្សរឲ្យមានចរណាហ្នឹងដើម្បីនៅពេលដែលយើងផ្ទាត់ដៃវានឹងបាត់អក្សរបាត់ទាំងខ្លួនយើងនេះចឹងបងប្អូនឆ្លាញ់ពេញចិត្ត style បែបណាបងប្អូនរើសតែតាមហ្នឹងទៅនៅពេលដែលយើងផ្ទាត់ដៃចឹងគឺវាត្រូវបាត់អក្សរនៅត្រង់ចំណុចដែលយើងផ្ទាត់ដៃយើងត្រូវរើសយកសំឡេងមួយសំឡេងសញ្ញាដែលយើងផ្ទាត់ដៃទៅលឺបងប្អូនបើខ្ញុំផ្ទាត់ដៃអត់លឺចឹងខ្ញុំមានតែត្រូវការសំឡេងជំនួយនេះបងប្អូនគឺខ្ញុំមកយកសំឡេងដើម្បីយកទៅដាក់ឲ្យដើម្បីយើងផ្ទាត់ដៃទៅលឺវាស៊ីជាមួយរូបភាពវីដេអូឲ្យយើងដែលយើងត្រូវផ្ទាត់ដៃអញ្ចឹងយើងកាត់ចោលទៅមិនបាច់ដាក់វែងពេកទេបងប្អូនសំឡេងហ្នឹងដាក់តែបន្តិចទៅឃើញប៉ុណ្ណឹងរួចជាការស្រេចនៅពេលដែលយើងផ្ទាត់ដៃគឺបាត់ទាំងអក្សរបាត់ទាំងយើងបងប្អូនជួយចុច like ចុច share ហើយ follow ម្នាក់មួយផងដើម្បីតាមដានវីដេអូក្រោយទៀតបងប្អូនសម្រាប់បងប្អូនដែលចង់បានមេលេយកទៅលាលេដែលមានគុណភាពខ្ពស់ល្អហើយមានទាំងប្រេងបាតសម្វាហើយនឹងលេលឹកមុខហើយនឹងសាប៊ូដោះមុខបើនិយាយពីរឿងសាច់លេវិញគឺក្អូបសាច់លេគឺមកតនីទៅលើសាច់លេបងប្អូនអត់មានជាតិកាត់អត់មានជាតិបោកអីបងប្អូន